ជំរាបសួរបងប្អូនទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានកម្រងទៅណាដែរក្នុងកំឡុងពេលចូលឆ្នាំខាងមុខនេះបើសម្រាប់ខ្ញុំវិញប្រហែលជាសង្ងំនៅផ្ទះធ្វើជាវីដេអូធ្វើជា playlist survival podcast សម្រាប់បម្រើអារម្មណ៍ទៅដល់អ្នកស្ដាប់ទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះគឺមិនខុសពីរាល់ដងទេខ្ញុំនឹងលើកយកសាច់រឿងរបស់បរិសម្នាក់ដែលគាត់ជាអ្នកផ្សងព្រេងបែប solo ហើយគាត់បានជាប់ខ្លួននៅក្នុងប្រហោងថ្មអស់រយៈពេល127ម៉ោងហើយតើសាច់រឿងនេះមានដំណើរយ៉ាងណានោះតោះមកស្ដាប់ទាំងអស់គ្នាលោក Aaron Ralston គឺជាជនជាតិអាមេរិកកើតនៅក្នុងថ្ងៃទី27ខែតុលានៅក្នុងឆ្នាំ1975នៅ Marion ក្នុងរដ្ឋ Ohio ហើយក្រុមគ្រួសាររបស់គាត់បានផ្លាស់ទីមករស់នៅទីក្រុង Denver វិញនៅក្នុងកំឡុងឆ្នាំ1980ដែលនៅពេលនោះគាត់មានអាយុ12ឆ្នាំគាត់បានចូលរៀននៅសាលា Cherry Creek និងបានបញ្ចប់សញ្ញាបត្រផ្នែកវិស្វករមេកានិកនិងភាសាបារាំងនៅសាកលវិទ្យាល័យ Carnegie Mellon នៅក្នុងទីក្រុង Pittsburghខ្ញុំភ្លេចបញ្ជាក់អ្នកនរគ្នាបន្តិចលោក Aaron គឺជាមនុស្សដែលចូលចិត្តកីឡាតាំងតែពីក្មេងដូចជាការជិះស្គីនិង rafting guard អាហ្នឹងបើយើងរកពាក្យជាភាសាខ្មែរអាហ្នឹងខ្ញុំវារៀងពិបាកបកប្រែជាភាសាខ្មែរដែរអ្នកនរគ្នាចាំខ្ញុំដាក់រូបឲ្យមើលអាហ្នឹងជាប្រភេទកីឡាជាក្រុមដែលគេជិះទូកតាមខ្សែទឹកហូរអញ្ចឹងណាអ្នកនរគ្នាហើយក្រោយបញ្ចប់ការសិក្សាលោក Aaron បានធ្វើការជាវិស្វករមេកានិកនៅក្នុងក្រុមហ៊ុន Intel នៅ Tacoma ក្នុងរយៈពេល5ឆ្នាំដោយសារតែការងារជាមួយនឹងក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះគាត់កាន់តែមានការនឿយហត់ជាមួយនឹងការងារគាត់ជាខ្លាំងអានេះជារឿងធម្មតាទេអ្នកនរគ្នា Intel គឺជាក្រុមហ៊ុនសាវជីវកម្មខ្នាតធំលំដាប់អន្តរជាតិក្នុងការផលិតបន្ទះ chip CPU អញ្ចឹងត្រូវការប្រកួតប្រជែងច្រើនជាមួយនឹងដៃគូក្នុងមុខរបរចំនួនដូចគ្នាក្នុងពេលដែលគាត់មានអារម្មណ៍ថាហត់នឿយនឹងការងារហ្នឹងគាត់ចាប់ផ្ដើមរកនឹកធ្វើអ្វីមួយដែលថ្មីសម្រាប់ជីវិតរបស់គាត់ជាធម្មតាទេសម្រាប់អ្នកខ្លះដែលគាត់ធ្វើការដដែលអញ្ចឹងគាត់អាចមានការធុញទ្រាន់ទោះបីជាការងារនោះគឺជាការងារដែលគាត់ស្រឡាញ់ក៏ដោយបើនិយាយសួរស្ដាប់អាហ្នឹងលក្ខណៈថាធ្វើអីដែរឧទាហរណ៍ថាងើបពីដេកហើយទៅធ្វើការដោះស្រាយបញ្ហាដែររាល់ថ្ងៃអញ្ចឹងណាបន្ទាប់មកនៅក្នុងឆ្នាំ2002កំឡុងដែលពេលដែលលោក Aaron Ralstonប្រកបរបរជាវិស្វករដដែលហ្នឹងគាត់បានចាប់ផ្ដើមនៅជំនាញថ្មីដែលនោះគឺជាការឡើងភ្នំសម្រាប់ការឡើងភ្នំដូចជាលោក Aaron នេះមិនមែនដូចយើងនាំគ្នាដើរឡើងលើខ្នងផ្សារធម្មតាហ្នឹងទេបើដូចជាយើងឡើងលើខ្នងផ្សារនេះបើតាមពាក្យបច្ចេកទេសគេហៅថា hiking តែបើសម្រាប់លោក Aaron គឺជា climber ហើយ climber នេះគឺជាកីឡាឡើងភ្នំឬជម្រាលថ្មបែបផ្សងព្រេងមួយដែលពេញនិយមនៅប៉ែកខាងអាមេរិកនិងអឺរ៉ុបដោយវាទាមទារនូវសមត្ថភាពនៃការចាប់តោងដោយប្រើកម្លាំងដៃនិងជើងរបស់យើងពេលខ្លះវាទាមទារឲ្យយើងប្រើរបស់ជំនួយផ្សេងៗដូចជាខ្សែនិងការចិត្តផ្សេងហើយកីឡាប្រភេទនេះមានដូចនៅគីឡូមដែរហើយបើសិនជាអ្នកទាំងអស់គ្នាដឹងច្បាស់អ្នកទាំងអស់គ្នាជួយប្រាប់ផងថានៅគីឡូមហ្នឹងគេនៅមានលេងកីឡាប្រភេទហ្នឹងដែរអត់ក្នុងកំឡុងពេលដែលគាត់រៀនឡើងភ្នំហ្នឹងគាត់ក៏បានប្រើជំនាញឡើងភ្នំរបស់គាត់ហ្នឹងទៅឡើងភ្នំ Denali ដែលមានទីតាំងនៅក្នុងរដ្ឋ Alaska នៅប៉ែកខាងជើងនៃប្រទេសអាមេរិកដែលមានកម្ពស់6190ម៉ែត្រហើយភ្នំហ្នឹងគឺជាប្រភេទភ្នំតកកហើយបន្ទាប់មកគាត់ក៏បានផ្លាស់ទៅ Aspen នៅរដ្ឋ Colorado ដើម្បីបន្តជីវិតនៃការឡើងភ្នំរបស់គាត់លោក Aaron Ralston បានធ្វើការចាប់ផ្ដើមបោះជំហានទៅរកគោលដៅរបស់គាត់គឺជាការ challenge ក្នុងការឡើងភ្នំ Fortner ហ្នឹងគឺជាងារដែលគេដាក់ឈ្មោះសម្ដៅទៅលើភ្នំណាដែលមានកម្ពស់ 14000 feet ឡើងទៅដែលវាស្មើនឹងកម្ពស់ 4267 ម៉ែត្រឡើងនៅក្នុងប្រទេសអាមេរិកអញ្ចឹងឲ្យតែភ្នំណាមានកម្ពស់ 14000 feet ឡើងទៅគឺស្មើនឹងកម្ពស់ 4267 ម៉ែត្រហ្នឹងគឺចាត់ទុកចូលជាលំដាប់ភ្នំ Fortner ដោយរយៈកម្ពស់ប៉ុណ្នេះភ្នំនោះគឺមានសីតុណ្ហភាពត្រជាក់និងមានតកកនៅពីលើផងដែរហើយអ្នកឡើងភ្នំនៅអាមេរិកហ្នឹងគឺគេចង់សម្រេចគោលបំណងហ្នឹងណានៅការឡើងភ្នំ Fortner ហ្នឹងដោយសារតែភ្នំទាំងអស់ហ្នឹងមានរយៈកម្ពស់ខ្ពស់និងមានឧបសគ្គច្រើនជាការ challenge មួយគឺពួកគេបានចាត់ទុកថាការឡើងភ្នំ Fortner ហ្នឹងគឺជាការបំបែកកំណត់ត្រានៅក្នុងជីវិតរបស់ពួកគេអញ្ចឹងតែក្នុងនោះក៏មានបញ្ហាដែរខ្ញុំធ្លាប់ search មើលនៅក្នុងអ៊ីនធឺណិតចំពោះអ្នកឡើងភ្នំ Fortner ហ្នឹងជាងឆ្នាំមានមនុស្សស្លាប់ជាមធ្យមគឺ10នាក់អាហ្នឹងបើយើងបូកសរុបគ្រោះថ្នាក់ទាំងអស់នៅក្នុងងារក្រុមងារ Fortner ហ្នឹងហើយលោក Aaron ក៏បានធ្លាប់ជួបឧបទ្ទវហេតុរអិលបាក់ព្រើលកកនៅក្នុងនោះដែរដែលក្នុងពេលដែលគាត់ឡើងភ្នំ Resolution Peak នៅក្នុងរដ្ឋ Colorado ដែលក្នុងដំណើរពេលនោះគាត់បានចូលរួមជាមួយនឹងមិត្តភ័ក្តិរបស់គាត់ចំនួន2នាក់ដែលពួកគេមានឈ្មោះថា Mark Beverly និង Chadwick ដែលពួកគេជាដៃគូជិះស្គីជាមួយនឹងគាត់ប៉ុន្តែជាសំណាងល្អគឺគ្មាននរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងឧបទ្ទវហេតុនោះទេគ្រាន់តែមិត្តរបស់គាត់ឈប់និយាយរកគាត់ដោយនិយាយថាលោក Aaron គាត់មិនបានគ្រប់គ្រងស្ថានភាពមិនបានល្អចឹងចង់មានន័យថាលោក Aaron ហ្នឹងគាត់ជាអ្នកគ្រប់គ្រងធីមហើយពេលមានឧបទ្ទវហេតុហ្នឹងគឺគាត់ធ្វើប្រហែសនៅក្នុងការឡើងភ្នំហ្នឹង
ហើយក្រោយពីមានបញ្ហាហ្នឹងលោកអេរ៉ុនក៏ចាប់ផ្ដើមមានកំណត់មួយដែរគឺគាត់ចង់ធ្វើដំណើរឡើងភ្នំតែម្នាក់ឯងហើយកន្លែងនេះដែរគឺជាចូលដល់អ្វីដែលជាសាច់រឿងគួរថ្នាក់ឲ្យអ្នកទាំងអស់គ្នានៅក្នុងថ្ងៃទី21ខែសីហាឆ្នាំ2003ចូលដល់ពេលរសៀលលោកអេរ៉ុនបានទៅឧទ្យានជាតិ Canyonland National Park នៅក្នុងរដ្ឋ Utah ដោយគាត់មានស្ពាយនៅសម្ភារៈមួយចំនួននៅក្នុងកាតាបរបស់គាត់ក្នុងនោះមានអាហារដូចជាប៊ូរីតូចំនួន2សូកូឡា2-3កំណាត់និងទឹកចំណុះ1លីត្រគឺគាត់រៀបចំអាហារប៉ុននេះសម្រាប់ការធ្វើដំណើររយៈពេលខ្លីតែប៉ុណ្ណោះហើយនៅក្នុងនោះក៏មានរបស់អេឡិចត្រូនិកមួយចំនួនផងដែរដូចជាកាមេរ៉ាម៉ាស៊ីនចាក់ចម្រៀង MP3 និង multi tool multi tool ហ្នឹងគឺជាប្រភេទសម្ភារៈមានមុខងារច្រើនមុខឧទាហរណ៍ដូចជាតកាប់មានមុខងារច្រើនមុខអ្នកទាំងអស់គ្នាដែលឃើញលក្ខណៈតកាប់បត់មានកូនកបិតមានអាណានិងប្រដាប់គោះកំប៉ុងអីហ្នឹងអត់អាហ្នឹងហើយជា multi tool ហើយសំខាន់ទៀត multi tool ដែលគាត់ប្រើហ្នឹងមិនមែនជាអីវ៉ាន់ល្អមាន brand ដូច Letterman Swiss Army Knife ហ្នឹងអីទេគឺគាត់បានទិញនៅក្នុងតម្លៃថោកដែលគេលក់តាមម៉ាតធម្មតាតែប៉ុណ្ណោះហើយគាត់មានអីវ៉ាន់មួយទៀតគឺសម្ភារៈសម្រាប់ការឡើងភ្នំដូចជាខ្សែដូចជាអីហ្នឹងក៏គាត់បានយកមកជាប់ខ្លួននឹងផងដែរហើយគាត់បាននិយាយថាវាជារឿងដ៏ងងបំផុតក្នុងពេលនោះគាត់មិនបានយកទូរស័ព្ទមកជាមួយទេហើយគាត់ក៏មិនបានប្រាប់អ្នកផ្ទះរបស់គាត់ថាគាត់ទៅទីណាដែរគាត់បានធ្វើដំណើរមកដល់ Blue John Canyon ដែលជាតំបន់ដែលមានស្ថានដីដូចនឹងកំហែងចង្អោរភ្នំគាត់បានប្រើជំនាញឡើងភ្នំបោះតោងថ្មពីមួយទៅមួយមកដល់ត្រង់ចំណុចមួយមានថ្មដែលនៅចន្លោះកណ្ដាលនៃកំហែងភ្នំលោកអេរ៉ុនបានយកជើងរបស់គាត់ទៅជាន់នឹងថ្មនោះហើយសម្រួតខ្លួនចុះមកក្រោមគាត់ដឹងភ្លាមថាថ្មនោះគឺមិនបានខាំស៊ុបទៅនឹងកំហែងថ្មនោះទេថ្មនោះបានរអិលពីកំហែងថ្មធ្លាក់មកខាងក្រោមដោយទាំងលោកអេរ៉ុនផងដែរនៅពេលដែលលោកអេរ៉ុនធ្លាក់មកដល់ខាងក្រោមថ្មបានធ្លាក់មកដោយប៉ះជាមួយនឹងដៃខាងឆ្វេងរបស់គាត់រួចមកផ្លាតមកសង្កត់ពីលើដៃខាងស្ដាំរបស់គាត់អឹបនឹងជញ្ជាំងកំហែងភ្នំដោយថ្មនោះមានទម្ងន់រហូតដល់360គីឡូនិងមានទំហំប៉ុនក្បាលសត្វដំរីមួយហើយនៅពេលភ្លាមនោះគាត់មានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងគាត់បានព្យាយាមទាញដៃរបស់គាត់ចេញពីថ្មមួយនោះប៉ុន្តែវាមិនបានផលឡើយបន្ទាប់ពីធ្វើចិត្តឲ្យស្ងប់បន្តិចលោកអេរ៉ុនបានគិតថាតើគាត់ទៅរកជំនួយបានយ៉ាងដូចម្ដេចបើគាត់ធ្លាក់មកជាប់ខ្លួនក្នុងជម្រៅ30ម៉ែត្រនិងចម្ងាយខ្លួនគាត់ពីផ្លូវដែលមានមនុស្សធ្វើដំណើរនោះគឺមានចម្ងាយរហូតដល់32គីឡូម៉ែត្រឯណោះអញ្ចឹងពិតណាស់ទោះបីជាគាត់សាយសុំជំនួយក៏គ្មានអ្នកណាឮសម្រាប់របស់គាត់ដែរហើយអ្វីដែលសំខាន់នៅពេលនោះគឺដូចអ្វីដែលនិយាយអំពីខាងដើមអញ្ចឹងគឺលោកអេរ៉ុនមិនបានប្រាប់អ្នកណាថាគាត់មកទីនេះឡើយអញ្ចឹងលោកអេរ៉ុនបានបញ្ឈប់ការគិតនេះហើយផ្ដោតសំខាន់ទៅលើបញ្ហាចំពោះមុខគាត់វិញតើគាត់ត្រូវយកដៃចេញពីថ្មដែលមានទម្ងន់360គីឡូនេះបានយ៉ាងដូចម្ដេចក្នុងនោះគាត់បានគិតឃើញ3វិធីខុសៗគ្នាវិធីទី1គាត់ត្រូវយកកាំបិតនោះមកឈូសឆ្កឹះថ្មនោះជាបំណែកតូចៗដើម្បីឲ្យប្រហោងថ្មនោះរលុងអាចនឹងគាត់ដកដៃចេញបានចំណែកវិធីទី2គឺគាត់ព្យាយាមយកថ្មនោះចេញពីដៃរបស់គាត់ដោយប្រើខ្សែនិងសម្ភារៈឡើងភ្នំរបស់គាត់ហើយជំរឿសចុងក្រោយគឺជាជំរឿសទី3គឺគាត់ត្រូវកាត់ដៃរបស់គាត់ចោលហើយលោកអេរ៉ុនបានចាប់ផ្ដើមប្រើវិធីសាស្ត្រទី1គឺជាការឈូសថ្មជាមួយនឹងកូនកាំបិតរបស់គាត់អញ្ចឹងគាត់បានចំណាយពេលមួយយប់ក្នុងការព្យាយាមឈូសថ្មនោះម្ដងបន្តិចក្រោយមកគាត់ដឹងថាវិធីសាស្ត្រនេះគឺគ្មានបានផលនោះទេក្នុងការកាត់ថ្មនោះជាបំណែកតូចៗហើយយកដៃរបស់គាត់ចេញអញ្ចឹងលោកអេរ៉ុនបានងាកមកយកវិធីសាស្ត្រទី2ដោយគាត់បានយកសម្ភារៈឡើងភ្នំរបស់គាត់មានដូចជាខ្សែនិងឃ្លីបអាហ្នឹងគឺជាតពួកដែកអ្នកទាំងអស់គ្នាគេសម្រាប់តពួកខ្សែឡើងភ្នំអញ្ចឹងអាហ្នឹងឃ្លីបកັບនិយាយទៅអាហ្នឹងដូចបតោងសោអញ្ចឹងរៀងវាអញ្ចឹងដាក់ហូបឲ្យមើលហើយគាត់យករបស់ទាំងនេះមកផ្គុំគ្នាជាប្រព័ន្ធរកមួយសម្រាប់ទាញថ្មនោះចេញប៉ុន្តែដោយសារតែគាត់ប្រើកម្លាំងដៃតែម្ខាងនិងខ្លួនរបស់គាត់ជាប់នឹងមួយកន្លែងដូចនេះគាត់គ្មានកម្លាំងគ្រប់គ្រាន់ក្នុងការទាញយកថ្មនោះចេញដដែលហើយបញ្ហាមួយទៀតក៏ចូលមកដល់ដូចគ្នាដែរនោះគឺគាត់សល់អាហារនិងទឹកតែបន្តិចបន្តួចតែប៉ុណ្ណោះគាត់បានចាប់យកកាមេរ៉ាថតនិយាយអំពីសកម្មភាពរបស់គាត់ហើយគាត់បានគិតថាគាត់នឹងកាត់ដៃរបស់គាត់ចោលក្នុងរយៈពេលប្រហែលម៉ោងខាងមុខទៀតហើយចូលមកដល់ថ្ងៃបន្ទាប់គាត់បានគិតយ៉ាងម៉ត់ចត់ក្នុងការកាត់ដៃរបស់គាត់កន្លែងនេះបើអ្នកទាំងអស់គ្នាស្ដាប់ទៅប៉ះពាល់អារម្មណ៍អ្នកទាំងអស់គ្នាអាចខាស្ដាប់នៅនាទីខាងមុខបានភ្លាមនោះគាត់បានយកកូនកាំបិតចេញពីហោប៉ៅរបស់គាត់សម្រាប់កាត់ស្បែករបស់គាត់ព្យាយាមយកកាំបិតនោះមកកាត់សាច់ខ្លួនឯងដោយប្រើកម្លាំងសង្កត់យ៉ាងខ្លាំងប៉ុន្តែវាគ្មានបានផលឡើយសូម្បីតែឈាមមួយដំណក់ដោយសារតែកាំបិតនោះវារើលមុខនៅពេលដែលគាត់យកវាទៅឈូសកាត់ថ្មចេញពីដៃរបស់គាត់អញ្ចឹងកាំបិតនឹងចង់និយាយថាវាលេងមុតហើយដោយសារតែគាត់នឹងយកកាំបិតនឹងទៅកាត់ថ្មឈូសឆ្កឹះអីចឹងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថាគាត់អត់មុតសូម្បីតែយើងយកទៅស្កាត់សាច់គូសាច់ឈូកហ្នឹងក៏វាពិបាកកាត់ដែរកាត់ទៅវានៅតែល្អិលចុះឡើងអញ្ចឹងហើយរំលងចូលមកដល់ពេលយប់ជាមួយនឹងខ្យល់ត្រជាក់អារម្មណ៍អស់សង្ឃឹមការភ័យខ្លាចភាពតក់ស្លុតនិងការឈឺចាប់
លោកអេរ៉ុននៅតែគិតក្នុងចិត្តថាតើគាត់ត្រូវធ្វើយ៉ាងម៉េចដើម្បីកាត់ដៃរបស់គាត់ចោលដោយម្ដងនេះគាត់នឹងយកកាំបិតនោះមកអាសាច់របស់គាត់ម្ដងហើយបើគាត់ប្រើកាំបិតនោះក្នុងចលនាអាមិនបានសម្រេចទេគាត់នឹងចាក់វាជាមួយនឹងចុងកាំបិតប៉ុន្តែការដែលគាត់កាត់សាច់ខ្លួនឯងជាមួយកាំបិតឲ្យរលមុខគឺវាពិបាកខ្លាំងណាស់ហើយក៏មានការឈឺចាប់ខ្លាំងផងដែរអញ្ចឹងអានេះវាអត់មុតហើយឈឺជាងអាមុតទៀតដោយវាពិបាកពេកគាត់ក៏បានបោះបង់គំនិតនោះចោលទាំងអស់ចូលមកដល់ថ្ងៃពុធលោកអេរ៉ុនបានបាក់ទឹកចិត្តហើយគិតក្នុងចិត្តថាថ្ងៃនេះអាចនឹងជាថ្ងៃស្លាប់របស់គាត់បានយកកូនកាំបិតបត់ចេញពី multi-tool ហើយឆ្លាក់ឈ្មោះរបស់គាត់នៅផ្ទាំងថ្មថា Aaron Raston RIP ព្រមទាំងថ្ងៃខែកំណើតរបស់គាត់និងការបដិឆេទថ្ងៃស្លាប់របស់គាត់នៅទីនោះហើយគាត់បានយកកាមេរ៉ាថតវីដេអូចុងក្រោយលាគ្រួសារនិងមិត្តភ័ក្តិរបស់គាត់ហើយគាត់សង្ឃឹមថាវីដេអូដែលគាត់បានថតនេះនឹងត្រូវរកឃើញដោយនរណាម្នាក់ដែលឃើញសាកសពរបស់គាត់នៅទីនេះលុះមកដល់ពេលយប់គាត់បានដេកសម័យនឹកគិតថាយប់នេះអាចជាយប់ចុងក្រោយរបស់គាត់ហើយពេលដែលគាត់បានដេកលង់លក់គាត់បាននឹកឃើញសម័យពីអនាគតរបស់គាត់ថាគាត់បានប្រឡ័យលេងជាមួយនឹងកូនរបស់គាត់លុះដល់ព្រឹកស្អែកជាថ្ងៃប្រហ័សហើយក៏ជាថ្ងៃទី5ដែលគាត់បានជាប់នៅទីនោះផងដែរបន្ទាប់ពីអស់អាហារនិងទឹករយៈពេល5ថ្ងៃលោកអេរ៉ុនបានសម្រេចចិត្តផឹកទឹកនោមរបស់ខ្លួនឯងជំនួសឲ្យទឹកមកដល់ចំណុចនេះខ្ញុំបានអានប្រវត្តិបុគ្គលដែលរួចផុតជីវិតក្នុងគ្រោះថ្នាក់ផ្សេងៗក្នុងពេលអត់ទឹកគឺពួកគាត់ច្រើនតែប្រើវិធីសាស្ត្រនេះអាហ្នឹងបើតាមក្បួនពេទ្យគឺគេមិនឲ្យយើងធ្វើបែបហ្នឹងទេអ្នកនរគ្នាដោយសារតែទឹកនោមរបស់យើងគឺជាការបញ្ចេញចោលរបស់រាងកាយរបស់យើងអញ្ចឹងបើយើងផឹកវាម្ដងទៀតរាងកាយរបស់យើងនឹងត្រូវធ្វើការជាស់វាទ្វេដងហើយវាប៉ះពាល់ខ្លាំងទៅដល់តម្រងនោមតែដំណាក់កាលនេះប្រកាសណាស់គឺគិតមួយពេលហួសមួយពេលសិនពេលនោះលោកអេរ៉ុនចាប់ផ្ដើមគិតរឿងកាត់ដៃរបស់គាត់ម្ដងទៀតប៉ុន្តែគាត់ដឹងថាគាត់មិនអាចកាត់ឆ្អឹងរបស់គាត់ជាមួយនឹងកូនកាំបិតដែលរើលមុខរបស់គាត់នឹងឡើយគាត់បាននឹកឃើញវិធីបំបាក់ឆ្អឹងរបស់គាត់ដោយប្រើទម្ងន់ខ្លួនរបស់គាត់ដែលគាត់ទាញកន្ត្រាក់បំបាក់ដៃរបស់គាត់ដែលជាប់នៅនឹងថ្មនោះហើយគាត់បានប្រើកូនកាំបិតរបស់គាត់សម្រាប់កាត់សាច់និងស្បែកដែលនៅជាប់គាត់បានចំណាយពេល1ម៉ោងសម្រាប់ការងារទាំងអស់នេះគាត់បាននិយាយថាថ្ងៃដែលគាត់កាត់ដៃខ្លួនឯងបានជោគជ័យនឹងគឺជាសប្បន្នដែលអាក្រក់បំផុតហើយក៏ជាថ្ងៃដែលគាត់បានកើតម្ដងទៀតដែរពេលនោះលោកអេរ៉ុនមានសេរីភាពចេញពីថ្មដែលសង្កត់ដៃរបស់លោកអ្វីដែលគាត់ត្រូវធ្វើបន្ទាប់នោះគឺគាត់ត្រូវតោងចុះមកផ្ទៃខាងក្រោមបំផុតហើយត្រូវធ្វើដំណើរថ្មើរជើងទៅឡានរបស់គាត់ដែលមានចម្ងាយ12គីឡូម៉ែត្រជាមួយនឹងដៃម្ខាងហើយដៃម្ខាងទៀតកំពុងតែហូរឈាមលោកអេរ៉ុនបានចុះតោងមកខាងក្រោមបំផុតហើយគាត់បានធ្វើដំណើរជួបជាមួយនឹងគ្រួសាររបស់គាត់ដែលកំពុងតែស្វែងរកគាត់អានេះប្រហែលជាគាត់ធ្លាប់ប្រាប់គ្រួសាររបស់គាត់ថាគាត់មានបំណងសម្រាប់គោលដៅរបស់គាត់គឺជាការឡើងភ្នំ Fortuner ហ្នឹងអញ្ចឹងប្រហែលវាជាតម្រុយមួយក្នុងការស្វែងរកគាត់នៅតំបន់នោះហើយគេក៏បានប្រញាប់បញ្ជូនឧទ្ធម្ភាគចក្រទៅជួយសង្គ្រោះគាត់ផងដែរបើសិនជាដឹកគាត់ទៅមន្ទីរពេទ្យឲ្យប្រើរថយន្តនោះប្រកាសណាស់គាត់នឹងស្លាប់ដោយសារតែការបាត់បង់ឈាមបន្ទាប់ពីបទពិសោធន៍ដ៏អាក្រក់មួយនេះលោកអេរ៉ុនបានរស់នៅជាមួយនឹងជីវិតដែលគាត់ចង់បានគាត់នៅតែបន្តអាជីពជាវិស្វករដដែលជាពិសេសគាត់បានក្លាយជាអ្នកលើកទឹកចិត្តគេហៅថា motivation speaker ហ្នឹងណាអ្នកនរគ្នាអានេះបើស្រុកយើងវាមិនខុសពីគ្រូជោគជ័យទេតែគាត់ថា motivation ហ្នឹងអាហ្នឹងលក្ខណៈថាយើងនិយាយលើកទឹកចិត្តឲ្យគេផ្សេងអញ្ចឹងណាហើយគាត់ក៏ជាអ្នកសរសេរសៀវភៅមួយផងដែរដែលមានចំណងជើងថា Between a Rock and Hard Place សៀវភៅរបស់គាត់ហ្នឹងគឺទទួលការចាប់អារម្មណ៍ពីមនុស្សទូទាំងពិភពលោកហើយក៏ជាប់ជាសៀវភៅដែលលក់ដាច់បំផុតផងដែរហើយក៏វាមិនទាន់អស់ដែរអ្នកទាំងអស់គ្នាសាច់រឿងរបស់គាត់ត្រូវបានគេថតជាខ្សែភាពយន្តផងដែរដែលមានចំណងជើងថា127ម៉ោងហើយក្នុងសាច់រឿងរបស់គាត់នេះបានផ្ដល់មេរៀនឲ្យយើងដឹងថាជីវិតគឺវាមានតម្លៃណាស់ហើយឲ្យតែយើងមានក្តីសង្ឃឹមអ្វីៗក៏យើងអាចសម្រេចបានដែរអញ្ចឹងសាច់រឿងរបស់គាត់គឺបានមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាមានយោបល់អ្វីបន្ថែមអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនេះបានហើយសូមជួយ comment នៅខាងក្រោមវីដេអូនេះជាសញ្ញាបេះដូងផងដើម្បីឲ្យខ្ញុំដឹងថាអ្នកទាំងអស់គ្នាបានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាជំរាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតសូមឲ្យអ្នកទាំងអស់គ្នាជួបតែនឹងសំណាងល្អវីដេអូនេះ sponsor ដោយ ALC បើសិនជាលោកអ្នកទាំងអស់គ្នាចង់ស្វែងរកផលិតផលប្រើប្រាស់ឬសម្ភារៈជាងដែលមានតម្លៃសមរម្យជាមួយនឹងគុណភាពនោះអ្នកទាំងអស់គ្នាអាចរកមើលបាននៅលើ Facebook page របស់ ALC ឬក៏ search នៅលើ app L192 ដោយគ្រាន់តែវាយពាក្យ ALC លោកអ្នកនឹងអាចស្វែងរកបានទំនិញជាច្រើនប្រភេទ